បាទគ្រប់ជាសួរពុកម៉ែបងប្អូនបាទថ្ងៃនេះយើងចង់ណែនាំពុកម៉ែបងប្អូនតើតើជាមួយនឹងទូម៉ាស៊ីនថ្មីរបស់យើងតិចមានពុកម៉ែបងប្អូនមួយចំនួនគាត់សួរថាម៉ាស៊ីនស៊េរីថ្មីរបស់យើងនេះមានការប្រើប្រាស់ធុងរហូតដល់4តើមុខងាររបស់ធុងរបស់យើងសំខាន់ចម្រោះសំខាន់ទៅលើប្រព័ន្ធទឹកឬក៏ការធ្វើបែបណាខ្លះទី1ការរៀបចំប្រភពទឹកនេះគឺយើងផ្ដោតសំខាន់ទៅលើប្រភពទឹកនីមួយៗទឹកទន្លេទឹកស្ទឹងឬក៏ទឹកម្ដងទឹកស្អាតជាដើមយើងមានការរៀបចំខុសគ្នាប៉ុន្តែនៅក្នុងនោះវាមានមុខងារជាគោលបាទដូចជាទី1នេះទាក់ទងជាមួយធុងចាប់កកបាទចាប់កកដីឬក៏ទឹកដែលមានពណ៌ឬអីផ្សេងៗហើយធុងទី2នេះគឺយើងផ្ដោតសំខាន់ទៅលើក្លិនពីប្រភពទឹកមិនថាប្រភពណាតែតែមានក្លិនដីក្លិនអ្វីជាដើមក្នុងហ្នឹងឬទឹកស្អាតជាដើមមានក្លិនខ្លោអញ្ចឹងធុងទី2យើងផ្ដោតទៅលើប្រភេទក្លិនហើយធុងទី3នេះគឺតាក់ទងជាមួយនឹងជាតិរឹងរបស់ទឹកមានន័យថានៅក្នុងទឹករបស់យើងតែបង្កប់នូវជាតិរឹងដែលធ្វើឲ្យរសជាតិទឹករបស់យើងអត់ស្ទើរល្អអញ្ចឹងមុខងាររបស់ធុងទី3របស់យើងគឺយើងផ្ដោតទៅលើការដកជាតិរឹងនៅក្នុងទឹកចេញដើម្បីឲ្យទឹកចេញពីធុងរបស់យើងនេះបញ្ជូនទៅកាន់ប្រព័ន្ធបន្សុទ្ធផ្សេងៗសុទ្ធល្អហើយមានភាពបន្ទន់លក្ខណៈពិសេសទៀតរបស់ធុងទី4បាទធុងទី4នេះមានន័យថាទឹកសុទ្ធពុកម៉ែបងប្អូនសុទ្ធល្អហើយស្តង់ដារល្អហើយប៉ុន្តែរសជាតិអត់សូវស្រទន់ឆ្ងាញ់អញ្ចឹងមុខងាររបស់ធុងទី4របស់យើងដែលយើងរៀបចំនេះគឺដើម្បីឲ្យរសជាតិទឹកពុកម៉ែបងប្អូនទទួលបាននូវរសជាតិស្រទន់ឆ្ងាញ់ហើយមិនត្រឹមតែមានការរៀបចំប្រព័ន្ធបែបនេះទេមានទាំងពីបច្ចេកទេសមួយទៀតដើម្បីថែទាំរសជាតិរបស់យើងឲ្យមានរសជាតិល្អដូចម៉ាស៊ីននៅថ្មីរហូតទៅទោះជាពុកម៉ែបងប្អូនប្រើកន្លះឆ្នាំមួយឆ្នាំពីរឆ្នាំទៅគឺរសជាតិទឹកនៅថេរទាំងអស់អញ្ចឹងតាក់ទងជាមួយបច្ចេកទេសពិសេសទៀតអញ្ចឹងពេលពុកម៉ែបងប្អូនរៀបចំប្រព័ន្ធម៉ាស៊ីនពីខាងយើងចំពោះប្រភេទម៉ាស៊ីនស៊េរីថ្មីនេះពុកម៉ែបងប្អូនទទួលបាននៅទឹកដែលមានគុណភាពល្អហើយរសជាតិស្រទន់ឆ្ងាញ់បានយូរបាទអរគុណច្រើន